រឿងសំដីម្ដាយស័ក្តិសិទ្ធិសូមលោកសេដ្ឋីកុំធ្វើបាបខ្ញុំអីលុយដែលខ្ញុំជំពាក់លោកសេដ្ឋីចាំខ្ញុំរកលុយសងលោកវិញដោះលែងខ្ញុំឲ្យទៅជួបប្តីខ្ញុំវិញផងហើយខ្ញុំមិនមែនជាស្រីកមុំទេនាងមិនបាច់កុហកយើងទេយើងមិនជឿនាងឡើយបើមិនចង់ឈឺសាច់ព្រមបម្រើយើងតាមស្រួលទៅលុយដែលជំពាក់យើងទាំងអស់គឺរួចគ្នានេះលោកសេដ្ឋីពិតជាមិនជឿខ្ញុំមែនទេខ្ញុំមិនកុហកលោកសេដ្ឋីទេខ្ញុំពិតជាមានជំងឺមែនប្រហែលឆ្នាំចុងក្រោយនេះប្តីរបស់ខ្ញុំមិនដែលប៉ះពាល់ខ្លួនប្រាណខ្ញុំទេបើមិនជឿទៅសួរប្តីខ្ញុំចុះយើងជាក្មេងបៀមដៃមែនទេបានជានិយាយកុហកម្ដងហើយម្ដងទៀតបែបនេះឬមួយក៏នាងចង់ស្លាប់នៅទីនេះចិនជាកូនប្រុសម្នាក់នៅក្នុងគ្រួសារមួយដែលបានបាត់បង់ឪពុកតាំងពីយូរណាស់មកហើយចិត្តគេតែងតែធ្វើជំនួញជំនួសឪពុករបស់គេដើម្បីចិញ្ចឹមម្ដាយនិងប្អូនស្រីនៅតាមផ្លូវកំពុងធ្វើជំនួញចិត្តបានជួបនឹងនារីម្នាក់តើនាងទៅណាមកណាហេតុអីបានជាដើរក្នុងព្រៃដ៏សែនស្ងាត់តែម្នាក់ឯងអញ្ចឹងនេះមិនខ្លាចអ្នកណាគេមានគំនិតអាក្រក់ធ្វើបាបនាងទេចាបងប្រុសខ្ញុំខ្លាចណាស់ប៉ុន្តែមិនដឹងទៅណាចេះតែដើរទៅស្រាប់តែចូលមកដល់ក្នុងព្រៃដ៏សែនស្ងាត់មួយនេះឥឡូវមិនដឹងទៅណាទៀតទេចុះមិនក៏នាងមិនត្រឡប់ទៅផ្ទះវិញទៅហើយចុះឪពុកម្ដាយបងប្អូនរបស់នាងពួកគេទៅណាអស់ហើយបានជានាងដើរកណ្ដោចកណ្ដែងទៅម្នាក់ឯងបែបហ្នឹងខ្ញុំជាកូនកំព្រាឪពុកម្ដាយបងប្អូនរបស់ខ្ញុំត្រូវបានចោរព្រៃសម្លាប់អស់ហើយតែពេលនេះខ្ញុំរស់នៅតែម្នាក់ឯងគ្មានអ្វីជាទីពឹងទេបងប្រុសអរខ្ញុំសូមទោសអ្នកនាងខ្ញុំមិនគួរសួរសំណួរនេះទេធ្វើឲ្យអ្នកនាងមានការឈឺចាប់ចុះពេលនេះអ្នកនាងទៅណាបន្តទៀតខ្ញុំមិនដឹងទេបងប្រុសព្រោះពេលនេះខ្ញុំគ្មានសល់អ្វីដែលត្រូវទីពឹងទៀតទេហើយក៏គ្មានអ្នកណាជាទីពឹងដែរក្នុងអារម្មណ៍របស់ខ្ញុំស្ទើរតែខ្លាចជាមនុស្សឈួតទៅហើយបើអញ្ចឹងនាងទៅធ្វើជំនួញជាមួយខ្ញុំតែម្ដងទៅគ្រាន់នឹងបានជាគ្នាពេលលក់បានច្រើនចាំខ្ញុំឲ្យប្រាក់ខែនាងតើគំនិតនេះល្អទេខ្ញុំអរគុណបងប្រុសហើយដែលមានចិត្តសន្តោសន័យដល់នាងខ្ញុំប៉ុន្តែខ្លាចបងឆ្លោះគ្នាជាមួយប្រពន្ធនោះខ្ញុំមិនកាន់តែអាក្រក់ជាងនេះទៅហើយមិនអីទេនាងខ្ញុំគ្មានប្រពន្ធទេខ្ញុំរស់នៅជាមួយប្អូនស្រីនិងម្ដាយចាស់បើនាងយល់ព្រមតោះយើងចេញដំណើរទៅចាបងប្រុសអញ្ចឹងខ្ញុំព្រមទៅជាមួយបងនៅក្នុងភូមិអ្នកភូមិកំពុងតែនាំគ្នាចោមរោមទិញសម្ពុតខោអាវរបស់ចិត្តនិងនាងភួងដើម្បីទុកអបអររដូវចូលឆ្នាំថ្មីមកដល់ក្មួយចិត្តថ្ងៃនេះមានសម្ពុតថ្មីទេមីងទិញទុកអបអរបនចូលឆ្នាំថ្មីនឹងគេព្រោះរដូវចូលឆ្នាំថ្មីមកដល់ហើយបើមានសម្ពុតថ្មីស្លៀកនឹងគេរាសីនឹងឡើងតាមនឹងហើយបាទមីងសូមជើញរមើលសិនទៅសម្ពុតថ្មីខ្ញុំយកមកច្រើនណាស់ព្រោះរបស់ខ្ញុំយកមកលក់សុទ្ធតែជារបស់ថ្មីទាំងអស់មិនលក់របស់ចាស់ទេខ្លាចមិនទាន់សម័យនឹងគេនិយាយអញ្ចឹងក្មួយចិនបើគ្មានលុយសុំដូរជាមួយនឹងមេមន់តើក្មួយដូរទេព្រោះមីងនៅផ្ទះមិនដឹងរកអីទេក្មួយអើយមានតែចិញ្ចឹមសត្វឥឡូវនេះឈ្មួញក៏មិនមកទិញទៀតក្មួយឯងជួយយកមន់ទៅលក់យកប្រាក់ទៅមិនអីទេមីងអ្វីក៏ខ្ញុំយកដែរឲ្យតែមីងមីងមើលសពុតសិនទៅណាត្រូវមួយណាយកមួយនឹងចុះហើយចាំនិយាយថ្លៃគ្នាតាមនឹងទៅខ្ញុំលក់ដូរមិនមែនយកតែប្រាក់ទេព្រោះបងប្អូនយើងក្នុងភូមិតែងតែដោះដូររបស់ដែរនឹងក្មួយពិតជាយល់អារម្មណ៍អ្នកស្រុកអ្នកភូមិមែនអេក្មួយតើនារីម្នាក់នេះជាប្រពន្ធរបស់ក្មួយមែនទេរាល់ដងដូចជាមិនដែលឃើញនាំនាងមកសោះពេលនេះនាំប្រពន្ធមកលក់ទាំងពីរនាក់តែម្ដងណោះមិនមែនទេអ្នកមីងខ្ញុំជាកូនឈ្នួលរបស់គាត់ជួយកាន់អីវ៉ាន់គាត់តែប៉ុណ្ណោះសូមមីងកុំយល់ច្រឡំអីកូនឈ្នួលក៏ដូចជាប្រពន្ធដែរទុកនាងនៅផ្ទះខ្លាចនាងអបសុកពេកម្លោះហើយក៏នាំនាងមកលក់ជាមួយតែម្ដងទៅគ្រាន់បានជាគ្នាប
បងប្រុសមិនក៏បងប្រុសប្រាប់គេថាខ្ញុំជាប្រពន្ធទៅវិញតែគេយល់ច្រឡំទៅលើបងទៅនាងនៅឲ្យស្ងៀមបានទេខ្ញុំដឹងហើយគ្មាននរណាគេយល់ច្រឡំទេមីងសុំសរសើរក្មួយចេះរកប្រពន្ធបានស្អាតណាស់បើមីងជាប្រុសមិនឲ្យនាងធ្វើអីទេឲ្យនៅតែផ្ទះថែខ្លួនខ្ញុំមិនដែលឲ្យនាងធ្វើអីទេមីងប៉ុន្តែម្ចាស់ខ្លួនគេមិនព្រមសោះអង្វរផងលន់ទូផងសុំខ្ញុំមកតាមឲ្យទាល់តែបានខ្ញុំក៏ព្រមយកនាងមកជាមួយតែម្ដងទេមីងគ្រាន់តែនិយាយលេងទេក្មួយជួយរកគ្នាទៅក៏ល្អដែរតើនៅមានកម្លាំងដល់ចាស់ដូចមីងធ្វើអីលែងចង់កើតហើយម្ដងឈឺចកេះម្ដងនឹងក៏ឈឺចកុងអូយចាស់ទៅវាខុសកាលពីនៅក្មេងឆ្ងាយណាបាទមីងខ្ញុំឮតែចាស់និយាយដូចមីងដែរហើយចុះមីងយកសម្ពុតមួយណាដែរចាំខ្ញុំរៀបចំជូនអូយអាឡៃតែនិយាយគ្នាភ្លេចរើសឲ្យសូនក្មួយជួយខ្ចប់អាមួយនេះឲ្យមីងមកចាំមីងទៅយកមាន់មកឲ្យក្មួយហេតុអីបានជាលោកប្រាប់គេថាខ្ញុំជាប្រពន្ធរបស់លោកទាំងពួកយើងទើបនឹងស្គាល់គ្នាលោកមិនគួរប្រាប់គេអញ្ចឹងទេគេសួរអញ្ចឹងទៅហើយខ្ញុំក៏ឆ្លើយបណ្ដោយតាមនឹងទេព្រោះមិនចង់ឲ្យពួកគាត់នឹងសួរដេញដោលបន្តទៀតកុំភ័យអីខ្ញុំគ្មានបំណងអាក្រក់អីលើនាងទេជឿចិត្តខ្ញុំចុះមិនមែនខ្ញុំខ្លាចលោកធ្វើអីទេខ្លាចតែលោកខូចឈ្មោះតែប៉ុណ្ណោះក្រែងលោថ្ងៃក្រោយរកប្រពន្ធមិនបានដោយសារតែពាក្យកុហករបស់លោកបើរកមិនបានយកនាងធ្វើជាប្រពន្ធតែម្ដងទៅចាំបាច់ទៅគិតអីច្រើនម្ល៉េះហើយចុះនាងយល់ព្រមធ្វើជាប្រពន្ធខ្ញុំទេលោកប៉ាកែនិយាយណាខ្ញុំជាមនុស្សអនាថាមិនសមនឹងឋានៈរបស់លោកទេធ្វើម៉េចលោកស្រឡាញ់ខ្ញុំទៅអ្នកណាប្រាប់នាងថាខ្ញុំស្រឡាញ់មនុស្សរើសបែបនេះបើយើងរស់នៅជាមួយមនុស្សដែលយើងស្រឡាញ់ក្តីសុខរបស់យើងនឹងកើតមានហើយមាសប្រាក់ក៏កើតមានតាមនឹងដែរចុះបើខ្ញុំជាខ្មោចតើលោកស្រឡាញ់ខ្ញុំទេមនុស្សប្រុសប៉ាកែនិយាយលួងលោមណាស់ខ្ញុំមិនចាញ់បោកលោកទេឲ្យតែខ្មោចស្អាតអញ្ចឹងខ្ជូតអញ្ចឹងប្រកាសជាស្រឡាញ់ហើយខ្ញុំមិនជាមនុស្សប្រុសលួងលោមហើយបោកប្រាស់គេទេខ្ញុំជាមនុស្សប្រុសលួងលោមហើយស្រឡាញ់ចេញពីចិនចេញពីបេះដូងលោកប៉ាកែនិយាយណាចុះពេលនេះយើងលក់កណាត់អស់ហើយតើលោកត្រឡប់ទៅផ្ទះវិញមែនទេខ្ញុំប្រកាសជាត្រឡប់ទៅផ្ទះវិញហើយព្រោះមានម្ដាយនិងប្អូនស្រីរបស់ខ្ញុំនៅចាំផ្ទះមែនហើយខ្ញុំសម្លឹងមុខនាងយូរទៅដូចជាមានអារម្មណ៍ថាកាន់តែស្រឡាញ់នាងឡើងហើយលោកកុំនិយាយលេងជាមួយខ្ញុំអីគ្រាន់តែលោកប្រាប់គេថាខ្ញុំជាប្រពន្ធមិញខ្ញុំភ័យឡើងរឹងខ្លួនអត់ទៅហើយភួងនាងស្ដាប់ខ្ញុំឲ្យច្បាស់ណាការស្រឡាញ់ដែលខ្ញុំនិយាយនេះគឺជាពាក្យពិតមិនមែនពាក្យកុហកដើម្បីបោកបញ្ឆោតយកខ្លួនប្រាណនាងទេស្អែកខ្ញុំនឹងនាំនាងទៅជួបម្ដាយនិងប្អូនស្រីរបស់ខ្ញុំនៅផ្ទះលោកនិយាយលេងឬក៏និយាយមែនខ្ញុំលើពាក្យនេះអារម្មណ៍រំភើបសប្បាយចិត្តណាស់ដូចជានៅលើឋានសួគ៌អញ្ចឹងតោះយើងទៅសម្រាប់ទៅស្អែកបងនឹងនាំអូនទៅជួបម្ដាយបងដើម្បីឲ្យគាត់រៀបចំឲ្យពួកយើងទាំងពីរក្លាយជាប្តីប្រពន្ធចាបងអេតែពួកយើងត្រូវសម្រាប់ផ្សេងគ្នាសិនព្រោះមិនទាន់ក្លាយជាប្រពន្ធទេបងដឹងហើយបងមិនបំពេញលើអូនទេលុះស្អែកឡើងចិត្តក៏បាននាំភួងទៅជួបម្ដាយនិងប្អូនស្រីរបស់គាត់តាមការសន្យាប៉ុន្តែម្ដាយរបស់ចិត្តដូចជាមានអារម្មណ៍ស្អប់ខ្ពើមនាងភួងខ្លាំងណាស់ជំរាបសួរអ្នកមីងនាងខ្ញុំឈ្មោះភួងចុះនាងមកពីណាទៅណាកូនចៅអ្នកណាបានជាមកតាមកូនប្រុសយើងដល់ផ្ទះអញ្ចឹងចាអ្នកមីងខ្ញុំជាក្មេងកំព្រាឪពុកម្ដាយរបស់ខ្ញុំត្រូវបានក្រុមចៅព្រៃសម្លាប់អស់ទៅហើយនៅសល់តែខ្ញុំម្នាក់ទេថាម៉េចនាងជាក្មេងកំព្រាឪពុកម្ដាយកូនចិត្តឯងចេះតែនាំមនុស្សខ្ចាត់ព្រាត់មកជួបនឹងម៉ែហើយហ៊ានឲ្យម៉ែរៀបការឲ្យពួកឯងទៀតនេះឯងភ្នែកខ្វាក់មែនទេបានជាចង់រៀបការជាមួយមនុស្សខ្ចាត់ព្រាត់នាងក៏ជាមនុស្សដូចយើងដែរហេតុអីក៏ម៉ែចិត្តចង្អៀតម្លេះគ្រាន់តែនាងជាក្មេងកំព្រាមានអ្វីខុសចិត្តកូនមិនដែលរើសមានក្រទេឲ្យតែបើកបេះដូងស្មោះឲ្យគ្នាទៅវិញទៅមកគ្រប់គ្រាន់ហើយសម្រាប់កូន
តើបេះដូងស្មោះដែលឯងនិយាយនោះវាស៊ីកើទេកូនចិត្តសម័យឥឡូវគេត្រូវការចាយលុយមិនមែនចាយបេះដូងស្មោះទេនាងគ្រាន់តែជាមនុស្សម្នាក់ខ្ចាត់ព្រាត់តាមខ្យល់តើយើងអាចពឹងអីនាងបានទៅម៉ែមិនគួរនិយាយបែបនេះទេមនុស្សរស់នៅលើដីក្រោមមេឃដូចតែគ្នាគួរតែចេះស្រឡាញ់រាប់រកគ្នាទៅពាក្យទាំងអស់នេះម៉ែគឺជាអ្នកទូនមានបដៅកូនដើម្បីមិនឲ្យកូនមើលងាយអ្នកដទៃតែឥឡូវមិនក៏ម៉ែប្រែសម្ដីបែបនេះម៉ែមិននិយាយច្រើនជាមួយកូនទេមើលទៅឯងដូចជានិយាយការពារនាងសម្បើមណាស់បើអត់នាងមិនបានទេឆាប់នាំគ្នាចេញពីផ្ទះម៉ែទៅមិនបាច់នៅប្រកែកតវ៉ាជាមួយយើងទេម៉ែហេតុអីបានជាម៉ែខ្លាចជាមនុស្សចិត្តដាច់បែបនេះម៉ែឈប់ស្រឡាញ់កូនហើយមែនទេបងចិនឲ្យខ្ញុំសុំទោសដែលធ្វើឲ្យគ្រួសារបងឆ្លោះប្រកែកគ្នាអ្នកមីងឈប់ដេញបងចិត្តចេញពីផ្ទះទៅខ្ញុំនឹងដើរចេញពីគាត់មិនឲ្យអ្នកមីងពិបាកចិត្តទេបើយល់អញ្ចឹងជាការល្អហើយមិនក៏មិនឆាប់ចេញទៅអត់ទេភួងខ្ញុំមិនឲ្យនាងទៅណាចោលខ្ញុំទេខ្ញុំត្រូវតែទទួលខុសត្រូវលើពាក្យទាំងអស់ដែលខ្ញុំបានសន្យាជាមួយនាងខ្ញុំមិនឲ្យនាងខកចិត្តដោយសារតែសម្ដីខ្ញុំពីរម៉ាត់ឡើយប៉ុន្តែពេលនេះម្ដាយរបស់បងមិនពេញចិត្តនឹងខ្ញុំទេបងកុំខ្វល់ពីខ្ញុំបងរស់នៅជាមួយគ្រួសារឲ្យមានសេចក្តីសុខចាស់ម៉ែខ្ញុំសូមវល់ឲ្យពួកខ្ញុំទាំងពីរនាក់ស្រឡាញ់គ្នារៀបការឲ្យពួកខ្ញុំទាំងពីរនាក់ឲ្យខ្លាចជាប្តីប្រពន្ធផងទៅព្រោះខ្ញុំស្រឡាញ់នាងខ្លាំងណាស់មិនបានដាច់ខាតបើស្រឡាញ់នាងណាស់ឯងចុះចេញពីផ្ទះយើងហើយទៅតាមនាងចុះមិនបាច់អង្វរយើងទេយើងមិនទុនចិត្តឡើយបើម៉ែដេញខ្ញុំម្ដងហើយម្ដងទៀតខ្ញុំមានតែសម្រេចចិត្តទៅតាមនាងចុះកូនចិត្តនេះឯងកតញ្ញូចំពោះស្រីណាស់មែនទេបានជាមិនស្ដាប់ម៉ែសោះអញ្ចឹងគិតថាធំក្បាលធ្វើអីស្រេចតែចិត្តមែនទេតាំងពីតូចដល់ធំម៉ែទូលមានកូនឲ្យដើរផ្លូវល្អកូនមិនដែលសុំអ្វីពីម៉ែទេពេលនេះឲ្យកូនសុំទោសដែលមិនបាននៅមើលថែម៉ែកូនលាសិនហើយប្អូនស្រីមើលថែម៉ែជំនួសបងផងណាទៅចោះអាកូននិយាយមិនស្ដាប់យើងនឹងដាក់បណ្ដាសាឯងឲ្យពួកឯងទាំងពីរវេទនាមួយជីវិតគ្មានថ្ងៃសុខស្រួលបានហើយម៉ែកុំដាក់ទំនាយបងចិត្តបែបនេះទោះជាយ៉ាងណាក៏គាត់ជាកូនម៉ែម្នាក់ដែរថ្ងៃក្រោយម៉ែឈប់ខឹងគាត់នឹងមករកម៉ែវិញហើយម៉ែក្តៅចិត្តណាស់កូនខំចិញ្ចឹមគេរាប់ឆ្នាំបែរជាជ្រើសយកស្រីម្នាក់ដែលម៉ែមិនពេញចិត្តទៅវិញទោះជាម៉ែខឹងក៏មិនបានអីមកវិញដែរពេលនេះគាត់ទៅតាមមនុស្សស្រីម្នាក់នោះហើយម៉ែចូលទៅសម្រាប់ចុះចាំខ្ញុំយកទឹកមកជូនម៉ែបងចិនហេតុអីក៏បងជ្រើសរើសមកតាមខ្ញុំទៅវិញពួកយើងទៅតែនឹងស្គាល់គ្នាបងមិនបានដឹងថាខ្ញុំជាមនុស្សល្អឬមនុស្សអាក្រក់ផងនឹងភួងបងជាមនុស្សប្រុសនិយាយហើយត្រូវតែហ៊ានទទួលខុសត្រូវនៅសម្ដីរបស់ខ្លួនឯងបងមិនឲ្យអូនដៀលថាបងជាមនុស្សប្រុសចិត្តព្រាននោះទេខ្ញុំលើសម្ដីបងហើយសែនសប្បាយចិត្តម្លេះទេបានជួបនឹងបរិសម្នាក់ដែលមានទំនួលខុសត្រូវបែបនេះចាប់ពីថ្ងៃនេះទៅខ្ញុំផ្ញើជីវិតលើបងហើយសូមជួយមើលថែក្មេងស្រីកំសត់ម្នាក់នេះផងចាប់ពីថ្ងៃនេះទៅយើងទាំងពីរនឹងក្លាយជាប្តីប្រពន្ធមនុស្សចិត្តមួយខ្លួនពីរត្រូវមើលថែគ្នាទៅវិញទៅមកព្រោះយើងគ្មានសាច់ញាតិដូចជាគេទេចាបងបន្ទាប់ពីនិយាយគ្នារួចចិត្តនឹងនាងភួងក៏បានទៅរកកន្លែងរស់នៅមួយដែលនៅឆ្ងាយពីអ្នកភូមិធ្វើឲ្យពួកគេទាំងពីរកំសត់កំរជាមួយនឹងគ្នាបងចិនថ្ងៃនេះពួកយើងគ្មានក៏ដាំបាយឆៃទេបងខ្ញុំទៅខ្ចីអ្នកភូមិគេលែងឲ្យហើយព្រោះវាមិនដែលមានអង្គសងគេវិញតើពួកយើងធ្វើយ៉ាងម៉េចទៅបងចំណែកបងទៅរកការងារធ្វើក៏មិនបានដែរបើតែយ៉ាងនេះពួកយើងប្រកាសជាដាច់ពោះស្លាប់មិនខានទេពធហើយពួកយើងទាំងពីរនាក់ពិតជាមានកម្មពីអតីតជាតិមែនទេហេតុអីបានជាព្រំលិខិតដាក់ទោសយើងទាំងពីរនាក់ខ្លាំងម្ល៉េះឥឡូវយើងគិតចេះចុះមានតែខ្ចីលុយលោកសេដ្ឋីដើម្បីយកមកធ្វើទុនរស់ស៊ីនឹងគេព្រោះកាលពីមុនបងក៏ជាអ្នកជំនួញម្នាក់ដែរបងចង់ទៅជួញកណាត់ទៀតមែនទេមែនហើយកន្លងមកបងជាអ្នកជួញកណាត់ខ្ញុំថាមុខរបរនេះល្អតើព្រោះបងជាអ្នកជំនួញស្រាប់
មានតែមុខរបរនេះទេដែលបងចេះបងមិនដឹងថាទៅខ្ចីលុយលោកសេដ្ឋីគាត់ឲ្យឬអត់បើយើងគ្មានអីទីពឹងផងនឹងពិបាកចិត្តណាស់សាក់តែខ្ចីសិនទៅបងកុំអាលអស់សង្ឃឹមអីបើគាត់មិនឲ្យពួកយើងត្រឡប់មកវិញទៅចាំគិតរកវិធីផ្សេងទៀតបើអញ្ចឹងពួកយើងទៅទាំងពីរនាក់តែម្ដងទៅដើម្បីឲ្យគាត់ទុកចិត្តចិត្តក៏បានខ្ចីលុយលោកសេដ្ឋីមួយចំនួនធំហើយគាត់ក៏បានយកទៅជួញដូរក្រណាត់ចិត្តលក់ក្រណាត់បានប្រាក់ចំណេញច្រើនផងដែរលុះគាត់ត្រឡប់មកពីធ្វើជំនួញវិញត្រូវបានក្រុមចៅមួយក្រុមប្លន់ចិត្តតាមផ្លូវឈប់សិនប្រុសស្អាតទៅណាមកណាតែម្នាក់ឯងនឹងមានការអីបងប្រុសទាំងអស់គ្នាបានជាខាត់ខ្ញុំឲ្យឈប់ឬមួយក៏បងសួរផ្លូវខ្ញុំមិនសូវស្គាល់ផ្លូវទេបងផ្លូវនៅទីនេះយើងស្គាល់អស់ហើយយើងឮថាឯងលក់កណាត់បានប្រាក់ច្រើនណាស់ឥឡូវប្រគល់ប្រាក់ទាំងអស់នោះមកឲ្យយើងទាំងអស់មកបើចង់សុខខ្លួនពួកបងជាណាខ្ញុំគ្មានប្រាក់ទេខ្ញុំក្រណាស់មានប្រាក់ឯណាទិញកណាត់យកទៅលក់បានប្រាក់ចំណេញទេយើងគឺជាចៅព្រៃឯងមិនបាច់កុហកយើងទេព្រោះយើងបានស៊ើបដឹងច្បាស់ណាស់មុននឹងយើងធ្វើអ្វីមួយមិនឲ្យសយឡើយប្រគល់ប្រាក់មកបងចៅអាណិតខ្ញុំផងប្រាក់ទាំងអស់នេះខ្ញុំខ្ចីពីលោកសេដ្ឋីមករកស៊ីទីឥឡូវត្រូវយកទៅឲ្យគាត់វិញសូមបងចៅកុំយកប្រាក់ទាំងអស់នេះអីខ្ញុំសូមវល់ធ្វើចៅបើស្ដាប់វល់មិនបាច់ធ្វើចៅទេកុំវល់យើងអីព្រោះយើងជាមនុស្សមិនដែលមានចិត្តអាណិតចំពោះនរណាម្នាក់ឡើយពួកឯងបើវាមិនព្រមទេសម្លាប់វាចោលទៅឈប់សិនបងចៅសូមយកប្រាក់ទាំងអស់នេះទៅចុះទុកជីវិតឲ្យខ្ញុំផងខ្ញុំព្រមឲ្យហើយតើពួកយើងឆាប់ចេញទៅទុកជីវិតឲ្យវារស់ចុះក្រែងលើថ្ងៃក្រោយវារកប្រាក់បានឲ្យយើងប្លន់ទៀតចិត្តក៏បានរួចជីវិតហើយគេក៏បានធ្វើដំណើរទៅជួបប្រពន្ធនៅថ្ងៃនោះផងដែរជាថ្ងៃដែលលោកសេដ្ឋីមកទាបប្រាក់ចិត្តត្រូវប្រឈមមុខនឹងលោកសេដ្ឋីម្ដងទៀតពួកឯងពីរនាក់នៅជុំគ្នាល្អណាស់មានប្រាក់សងយើងហើយមែនទេថ្ងៃនេះជាថ្ងៃដែលយើងសន្យាមកយកប្រាក់ចាលោកសេដ្ឋីថ្ងៃនេះខ្ញុំគ្មានប្រាក់ទេសូមលោកសេដ្ឋីទុកពេលឲ្យខ្ញុំពី3ថ្ងៃទៀតបានទេព្រោះប្រាក់ដែលខ្ញុំខ្ចីលោកសេដ្ឋីមកត្រូវបានចោលប្លន់អស់ទៅហើយយើងមិនជឿទេពួកឯងមិនចង់សងយើងកាលពេលទៅខ្ចីយើងឲ្យពួកឯងស្រួលណាស់ហេតុអីបានជាពេលយើងមកទាពួកឯងយកលេសថាចោលប្លន់អស់អញ្ចឹងមិនមែនខ្ញុំមិនសងលោកសេដ្ឋីទេប៉ុន្តែពេលនេះសូម្បីតែប្រាក់1រៀលទិញអង្ករដាំបាយឆៃក៏គ្មានដែរប៉ុន្មានហើយលោកសេដ្ឋីប្រាក់ដែលខ្ញុំបានខ្ចីពីលោកត្រូវបានក្រុមចៅព្រៃប្លន់យកអស់មែនហើយក្រុមចៅទាំងអស់នោះដូចជាដឹងថាខ្ញុំបានខ្ចីប្រាក់ពីលោកទៀតផងឥឡូវនេះខ្ញុំគ្មានសល់អ្វីទៀតទេនេះវាជារឿងរបស់ពួកឯងទេយើងមិនខ្វល់តែអ្វីដែលយើងត្រូវដឹងនោះថ្ងៃនេះពួកឯងទាំងពីរនាក់ត្រូវតែសងប្រាក់យើងពួកខ្ញុំគ្មានប្រាក់ទេមានតែខ្លួនប៉ុណ្ណោះទោះជាលោកសេដ្ឋីគំរាមយ៉ាងណាក៏ពួកខ្ញុំនៅតែសុំពន្យាពេលដែរសុំតែពី3ថ្ងៃទៀតទេសម្ដីប្រហើនគ្រាន់បើល្អណាស់អញ្ចឹងពួកឯងចាប់នាងយកទៅបម្រើយើងដើម្បីកាត់ថ្លៃជំពាក់ប្រាក់ទៅសូមលោកសេដ្ឋីកុំចាប់នាងទៅអីចាប់ខ្ញុំទៅវិញចុះខ្ញុំសុខចិត្តធ្វើជាឆ្កែឆ្មាបម្រើលោកសេដ្ឋីដើម្បីដោះបំណុលទាំងអស់នេះកុំធ្វើបាបប្រពន្ធខ្ញុំយើងមិនត្រូវការឯងទេយើងត្រូវការប្រពន្ធរបស់ឯងទៅបម្រើយើងខ្ញុំមិនឲ្យលោកសេដ្ឋីយកប្រពន្ធខ្ញុំទៅទេខ្ញុំសុខចិត្តបដូរជីវិតជាមួយនឹងលោកសេដ្ឋីហើយបងចិនបងកុំធ្វើអីផ្ដេសផ្ដាសឲ្យសោះអូនមិនអីទេបងត្រូវតែជាចិត្តអូននឹងត្រឡប់មករកបងវិញយ៉ាងម៉េចហើយប្រពន្ធឯងគេព្រមទៅជាមួយយើងតើឯងចង់ធ្វើអីទៀតតោះពួកអដែងនាំនាងទៅវើយនៅក្នុងពេលនោះ
ចិត្តបានត្រឹមតែឈរមើលលោកសេដ្ឋីនាំប្រពន្ធគាត់ទៅតែប៉ុណ្ណោះមិនអាចជួយអ្វីបានទេនៅថ្ងៃនោះមេភូមិចាប់បានចៅមួយក្រុមយកទៅសួរចម្លើយតើនរណានៅពីក្រោយខ្នងពួកឯងទាំងអស់គ្នាបើឯងសារភាពទោសរបស់ឯងអាចនឹងស្រាលជាងនេះបើមិនសារភាពទេយើងនឹងយកពួកឯងទៅដាក់គុកមួយជីវិតលោកម្ចាស់លើកលែងទោសឲ្យពួកខ្ញុំផងពួកខ្ញុំទទួលបញ្ជាពីលោកសេដ្ឋីហើយពួកខ្ញុំរស់នៅក្រោមការគ្រប់គ្រងរបស់លោកសេដ្ឋីគាត់បញ្ជាឲ្យធ្វើពួកខ្ញុំធ្វើតាមគាត់ដើម្បីអាហារ3ពេលល្អណាស់បើអញ្ចឹងពួកយើងទៅចាប់លោកសេដ្ឋីមកសួរចម្លើយដើម្បីកម្ចាត់មនុស្សអាក្រក់នៅក្នុងភូមិជូនប្រជាជនចុះពួកខ្ញុំលោកម្ចាស់សូមដោះលែងពួកខ្ញុំទៅពួកខ្ញុំទាំងអស់គ្នាសន្យាថានឹងឈប់ធ្វើចោលទៀតហើយពួកឯងក៏ត្រូវទទួលទោសដែរមិនអាចរួចខ្លួនទេព្រោះរួមគំនិតជាមួយនឹងលោកសេដ្ឋីសូមលោកសេដ្ឋីកុំធ្វើបាបខ្ញុំអីលុយដែលខ្ញុំជំពាក់លោកសេដ្ឋីចាំខ្ញុំរត់លុយសងលោកវិញដោះលែងខ្ញុំឲ្យទៅជួបប្តីខ្ញុំវិញផងហើយខ្ញុំមិនមែនជាស្រីកមុំទេមិនមែនកមុំប៉ុន្តែសម្រស់នាងវាស្អាតជាងស្រីកមុំទៅទៀតមិនបាច់សងលុយយើងក៏បានដែរបម្រើយើងកាត់កងគ្នាទៅដើម្បីឲ្យនាងនឹងប្តីរួចបំណុលជាមួយយើងខ្ញុំសូមអង្វរលោកសេដ្ឋីខ្ញុំមិនអាចធ្វើអញ្ចឹងបានទេឬមួយក៏លោកសេដ្ឋីមិនខ្លាចឆ្លងជំងឺពីខ្ញុំទេនាងមិនបាច់កុហកយើងទេយើងមិនជឿនាងឡើយបើមិនចង់ឈឺសាច់ព្រមបម្រើយើងតាមស្រួលទៅលុយដែលជំពាក់យើងទាំងអស់គឺរួចគ្នានេះលោកសេដ្ឋីពិតជាមិនជឿខ្ញុំមែនទេខ្ញុំមិនកុហកលោកសេដ្ឋីទេខ្ញុំពិតជាមានជំងឺមែនប្រហែលឆ្នាំចុងក្រោយនេះប្តីរបស់ខ្ញុំមិនដែលប៉ះពាល់ខ្លួនប្រាណខ្ញុំទេបើមិនជឿទៅសួរប្តីខ្ញុំចុះនាងគិតថាយើងជាក្មេងបៀមដៃមែនទេបានជានិយាយកុហកម្ដងហើយម្ដងទៀតបែបនេះឬមួយក៏នាងចង់ស្លាប់នៅទីនេះឈប់ភ្លាមលោកសេដ្ឋីនេះលោកកំពុងតែធ្វើអីឬមួយបង្ខំឲ្យគេបម្រើខ្លួនពេលនេះលោកត្រូវនាំខ្លួនទៅសាលាស្រុកសូមលោកសេដ្ឋីសហការជាមួយនឹងយើងផងតើខ្ញុំមានទោសអីបានជាលោកមេភូមិនាំខ្ញុំទៅសាលាស្រុកនាងមកបន្ទប់ខ្ញុំដោយខ្លួនឯងទេខ្ញុំមិនបានចាប់បង្ខំនាងឡើយណាលោកមេភូមិខ្ញុំមិនបានយល់ព្រមជាមួយគាត់ទេលោកមេភូមិសូមជួយខ្ញុំផងគាត់បង្ខំខ្ញុំឲ្យរួមរស់ជាមួយគាត់ពេលនេះទោសជន់លើទោសហើយលោកពិតជាមនុស្សអាក្រក់មែនតើខ្ញុំមានទោសអីទៅលោកកុំជឿសម្ដីនាងឲ្យសោះនាងនេះជាអ្នកចូលមកផ្ទះខ្ញុំទេខ្ញុំមិនបានចាប់បង្ខំនាងឡើយរឿងនេះខ្ញុំមិនទាន់សួរដេញដោលលោកទេឥឡូវលោកត្រូវទៅសាលាស្រុកដើម្បីផ្ដល់ចម្លើយសិនបើលោកមិនព្រមតាមការអញ្ជើញរបស់ខ្ញុំទេខ្ញុំនឹងឲ្យកងការពារចាប់ខ្លួនលោកមិនបាច់ឲ្យអ្នកណាមកប៉ះខ្ញុំទេខ្ញុំទៅក៏បានខ្លាចអីអាសាលាស្រុកប្រៀបដូចជាផ្ទះរបស់ខ្ញុំទៅហើយនឹងសូមអញ្ជើញលោកសេដ្ឋីបងចិនជួយអូនផងអូនខ្លាចណាស់បងតើអូនមានកើតអីទេភួងឈប់ខ្លាចទៅពេលនេះពួកយើងលែងអីហើយលោកសេដ្ឋីមានបានធ្វើបាបអូនទេអូនខ្លាចសេដ្ឋីចិត្តអាក្រក់នោះណាស់គេប្រកាសជាមិនធ្វើបាបយើងម្ដងទៀតព្រោះគេមានលុយមានអំណាចគេច្បាស់ជារួចខ្លួនមិនខានទេបងពេលនេះគាត់មិនអាចធ្វើឲ្យយើងបានទៀតទេហើយចោតដែលប្លន់យើងនៅថ្ងៃមុននោះក៏ជាបពុរបស់លោកសេដ្ឋីដែរឥឡូវត្រូវលោកមេភូមិចាប់បានអស់ហើយតាមពិតលោកសេដ្ឋីនេះអាក្រក់ខ្លាំងណាស់ឥឡូវគាត់ទទួលយកបាបកម្មទាំងអស់នេះហើយតោះបងយើងត្រឡប់ទៅផ្ទះវិញចិត្តនឹងភួងរស់ស៊ីអ្វីក៏មិនបានសម្រេចចិត្តនាំគ្នាទៅសុំការអភ័យទោសពីម្ដាយរបស់ខ្លួនដែលធ្លាប់ដាក់បណ្ដាសាពួកគេម៉ែកូនទាំងពីរសូមក្រាបសំពះថ្វាយបង្គំសូមម៉ែឈប់ខឹងឈប់ស្អប់ពួកកូនទាំងពីរទៅពេលនេះកូនទាំងពីរខ្លាចជាប្តីប្រពន្ធនឹងគ្នាទៅហើយមិនអីទេកូនទាំងពីរម៉ែឈប់ខឹងនឹងកូនហើយអង្គខ្លាចជាបាយម៉ែក៏ឈប់ខឹងនឹងកូនទាំងពីរដែរម៉ែសូមជូនពរឲ្យកូនរកស៊ីមានបានចុះអូនឆាប់អរគុណម៉ែទៅចាប់តាំងពីពេលនោះមកចិត្តនឹងភួងរស់នៅជាមួយគ្នាមានសេចក្តីសុខ
រស់ស៊ីមានបានដោយសារតែព្រះរស់មានចិត្តសន្តោសប្រណីដកពាក្យបណ្ដាសាវិញ អ
សំថ្ងៃនេះឪពុកម្ដាយបងមកផ្ទះយើងហើយតើបងគិតធ្វើយ៉ាងម៉េចទេចាំបាច់តែគិតធ្វើអីប្រពន្ធសម្លាញ់ទុកឲ្យបងជាអ្នកទៅទទួលគាត់អូននៅតែក្នុងផ្ទះចុះចាំមើលគាត់ឃើញបងគាត់សប្បាយចិត្តយ៉ាងណាតាមអូនគិតគាត់ប្រហែលជាត្រេកអរខ្លាំងអូនក៏ចង់ឃើញអារម្មណ៍គាត់នៅពេលនោះដែរគ្រាន់តែគិតក៏មានក្តីសុខដែរបងក៏សង្ឃឹមដូចអូនគិតដែរព្រោះបងនឹងគាត់បែកគ្នាយូរហើយបងមានការនឹករលឹកពួកគាត់ខ្លាំងណាស់អូនមិនដែលឃើញមនុស្សឯណានឹកឪពុកម្ដាយមិនទៅរកឪពុកម្ដាយបែរជាចង់ឲ្យឪពុកម្ដាយមកសប្រែងអញ្ចឹងទេអូនកុំសើចចំអកបងមើលបងធ្វើអញ្ចឹងគង់តែបានជួបមុខពួកគាត់ដូចតែគ្នាតាអូននោះពួកគាត់មកហើយអូននៅនឹងហើយណាបងទៅទទួលពួកគាត់បន្តិចពុកវាឯងជួយមើលខ្ញុំតិចមើលអ្នកដើរមករកយើងនោះដូចជាអាសំសមហើយថាមិនសមនេះវាតាមមកលងអញកណ្ដាលថ្ងៃតែម្ដងហើយវើយមិនមែនខ្មោចលងទេពុកវាគឺជាមនុស្សពិនខ្ញុំឃើញមិនព្រើលភ្នែកទេវាគឺជាអាសំមែនពុកម៉ែជំរាបសួរលោកទាំងពីរសុខសប្បាយទេអាសំនៅក្នុងពេលនេះឯងកុំតាន់ហៅពួកអញថាពុកនឹងម៉ែឲ្យសោះធ្វើជាមិនស្គាល់អញសិនចាំអញប្រាប់ឯងនៅពេលក្រោយមិនក៏ម៉ែនិយាយអញ្ចឹងនេះខ្ញុំមានការនឹករលឹកពុកម៉ែខ្លាំងណាស់ឲ្យខ្ញុំកុហកគេធ្វើអីឯងនៅនិយាយតវ៉ាធ្វើអីធ្វើតាមអញប្រាប់សិនទៅបើពុំដូច្នោះទេអញនឹងឈប់ទទួលស្គាល់ឯងថាជាកូនជារៀងរហូតហើយបើពុកនឹងម៉ែមិននឹករលឹកដល់ខ្ញុំទេក៏មិនអីដែរចុះពុកនឹងម៉ែមកទីនេះមានការអីដែរទៅអញមកស្ដីដណ្ដឹងកូនស្រីលោកសេដ្ឋីឲ្យកូនសំណាងឯងជាអ្នកបម្រើនៅទីនេះមែនទេនាំអញទៅជួបលោកសេដ្ឋីបន្តិចទៅខ្ញុំនឹងហើយជាសេដ្ឋីតែខ្ញុំមានកូនស្រីឯណាឲ្យពុកនឹងម៉ែដណ្ដឹងទៅផ្ទះនឹងទ្រព្យសម្បត្តិទាំងអស់នេះជារបស់ខ្ញុំនិងប្រពន្ធខ្ញុំមនុស្សចង្រៃដូចឯងនេះមែនទេដែលមានទ្រព្យសម្បត្តិមហាសាលបែបហ្នឹងឈប់និយាយឈួតទៅនាំយើងទៅជួបលោកសេដ្ឋីបើមិននាំឆាប់ចេញទៅអើយអញស្មានថាឯងបាត់ឈួតបាត់ចង្រៃហើយមិននឹកស្មានថាឯងនៅចង្រៃលើសដើមហើយឈួតលើសដើមចឹងសោះហើយនេះឯងចេះមកកុហកអញនឹងម៉ែឯងទៅកើតឆាប់ថយចេញទៅហេតុអីបានជាពុកម៉ែមិនជឿខ្ញុំនិយាយមិនកុហកទេទ្រព្យសម្បត្តិដែលលោកទាំងពីរមើលឃើញនេះវាជារបស់ខ្ញុំទាំងអស់គំនិតឯងនេះមែនទេដែលមានទ្រព្យសម្បត្តិមហាសាលអញ្ចឹងបើសម័យដល់ជាតិក្រោយក៏វាគ្មានសំណាងដែរតោះម៉ែវាកុំនិយាយជាមួយអាឈួតនឹងនាំតែខាតពេលយើងនាំគ្នាចូលទៅជួបលោកសេដ្ឋីទៅនិយាយអួតខ្លួនដូចមនុស្សឈួតទៅហើយខ្ញុំសង្ស័យថាវាទៅសៃប្រសាទហើយមើលទៅមិនក៏ឯងមិនឆាប់ថយចេញពីផ្លូវយើងឯងចាំមើលយើងនឹងប្រាប់លោកសេដ្ឋីឲ្យដេញក្បាលឯងចេញបានធ្វើជាអ្នកបម្រើគេសោះអួតខ្លួនដូចជាមែនតែនអញ្ចឹងខ្ញុំបានអួតទេម៉ែខ្ញុំនិយាយតែការពិតប៉ុណ្ណោះហើយក្នុងពេលនេះខ្ញុំក៏បានដឹងច្បាស់ពីទឹកចិត្តពុកនឹងម៉ែដែរមិនក៏ឯងមិនឆាប់ថយចេញពីផ្លូវយើងឯងចាំមើលយើងនឹងប្រាប់លោកសេដ្ឋីឲ្យដេញក្បាលឯងចេញបានធ្វើជាអ្នកបម្រើគេសោះអួតខ្លួនដូចជាមែនតែនអញ្ចឹងខ្ញុំបានអួតទេម៉ែខ្ញុំនិយាយតែការពិតប៉ុណ្ណោះហើយក្នុងពេលនេះខ្ញុំក៏បានដឹងច្បាស់ពីទឹកចិត្តពុកនឹងម៉ែដែរឯងដឹងច្បាស់ទឹកចិត្តស្អីឯងចង់ដៀលថាអញនឹងពុករបស់ឯងនេះជាមនុស្សមិនបានការមែនទេមនុស្សចោលមកសៀតដូចជាឯងអញ្ចឹងបានចង្រៃដល់គ្រួសារតើមានរឿងអីទៅណាមីងបានជាលោឡាខ្លាំងម្ល៉េះមីងថាឲ្យអ្នកណាចង្រៃអ្នកណាចោលមកសៀតលោកក្មួយមកហើយមានអាក្មេងខ្លះវាអះអាងថាជាម្ចាស់ផ្ទះមិននាំមីងនិងពូរបស់ឯងទៅជួបលោកសេដ្ឋីសោះមិនតែប៉ុណ្ណោះថែមទាំងអួតថាខ្លួនឯងនឹងជាសេដ្ឋីម្ចាស់ទ្រព្យសម្បត្តិផ្ទះនេះទៀតហើយចុះក្មេងដែលមីងថានោះនៅណាបានជាមកអួតផ្ដេសផ្ដាច់អញ្ចឹងឬមួយគេចង់បោកប្រាស់មីងទេដឹងអីប្រហែលជាអញ្ចឹងហើយយ៉ាងតែមីងមិនល្ងងទៅជឿសម្ដីវាទេព្រោះអាក្មេងនោះវាជាមនុស្សចង្រៃទេដឹងមីងហើយចុះក្មេងដែលមីងនិយាយនោះគេណៃណាខ្ញុំនឹងទៅចាប់គេឲ្យលោកសេដ្ឋីពមៀនគេចេញម្ដងគឺអាក្មេងម្នាក់ឈរជាមួយក្មួយនឹងហើយចាប់វាទៅឲ្យលោកសេដ្ឋីវាយទៅក្មួយមីងខ្ពើមមុខវាណាស់មីងមិនក៏មីងដៀលនៅប្រុសខ្ញុំកប់មាត់អញ្ចឹងក្រែងអ្នកទាំងពីរជាម្ដាយនឹងកូនណានេះ
ខ្ញុំមិនយល់វែងអស់ហើយបានហើយបងជេងមិនបាច់រៀបរាប់អីទេគាត់គិតយ៉ាងណាវាជារឿងរបស់គាត់បងមិនបាច់សួរនាំអីច្រើនទៀតទេណែក្មួយតើវានេះជួលក្មួយឯងប្រមាណបានជាហៅវាថាអ្នកប្រុសអញ្ចឹងកុំនៅសំដែងនាំតខាតពេលមីងឲ្យឯងច្រើនជាងនេះហើយជូនមីងទៅជួបលោកសេដ្ឋីភ្លាមទៅខ្ញុំមិនដឹងថាត្រូវនិយាយជាមួយមីងយ៉ាងម៉េចទេលុយដែលខ្ញុំយកទៅឲ្យមីងរាល់ដងនឹងណាគឺជាលុយលោកប្រុសបញ្ជាឲ្យខ្ញុំយកទៅមីងមិនដឹងទេមនុស្សដូចគេនេះដែលមានលុយឲ្យមីងច្រើនយ៉ាងហ្នឹងហេតុអីក៏ពួកឯងចេះតែកុហកយកមុខយកមាត់បែបនេះខ្ញុំចាំវាតាំងពីទុយរហូតដល់ធំប៉ុណ្ណឹងវាមិនដែលរកស៊ីអីបានមកកាក់ម៉ាស៊ីនចូលផ្ទះនោះទេមានតែនាំភាពចង្រៃនឹងសយចូលផ្ទះតែប៉ុណ្ណោះតើវាបានប្រាក់ឯណាយកទៅឲ្យខ្ញុំទៅក្មួយស្ដាប់បានហើយនៅបើគេឲ្យលុយឯងដើម្បីកុហកមីងនឹងពូមីងឲ្យឯងច្រើនជាងនេះហើយឆាប់ជូនមីងទៅជួបលោកសេដ្ឋីទៅតើមានរឿងអីបានជាទន្ទិញចង់ជួបយើងខ្លាំងម្ល៉េះមានការសំខាន់អីណាស់ណាមែនទេចាលោកសេដ្ឋីក្មេងប្រុសពីរនាក់នេះគេបានរួមគំនិតគ្នាមិនឲ្យខ្ញុំជួបលោកសេដ្ឋីឡើយថែមទាំងអួតថាខ្លួនឯងជាសេដ្ឋីបន្តវេនពីលោកសេដ្ឋីទៀតផងហើយចុះគេទាំងពីរនិយាយមានតែខុសអីមកពីឯងមានភ្នែកអត់ប្រស្រីមានតែជាអត់ចេះស្ដាប់តើលោកសេដ្ឋីនិយាយថាម៉េចខ្ញុំអត់យល់ទេសូមជួយពន្យល់ខ្ញុំម្ដងទៀតបានទេមែនហើយលោកសេដ្ឋីពួកខ្ញុំស្ដាប់ឮវល់មិនសូវយល់ទេសូមលោកសេដ្ឋីមានប្រសាសន៍ម្ដងទៀតបានទេចូលអ្នកទាំងពីរបើកទៅជាធំចាំស្ដាប់សំគឺជាកូនប្រសាររបស់ខ្ញុំហើយមាសប្រាក់ដែលនាយជេកយកទៅឲ្យអ្នកទាំងពីររាល់ដងក៏សំជាអ្នកឲ្យយកទៅដែរហើយគេក៏ជាសេដ្ឋីបន្តវេនពីខ្ញុំអ្នកទាំងពីរយល់ហើយនៅអូកូនប្រុសមានម្ដាយកូនពិតជាមានសំណាងមែនដែលបានធ្វើជាកូនប្រសារលោកសេដ្ឋីសម្ដីដែលពុកនិងម៉ែនិយាយមិញគ្រាន់តែចង់លោចិត្តកូនលេងទេមិនថាអញ្ចឹងអីពុកវាពិតមែនហើយកូនសំបាយគ្នាយូរឯងសុខសប្បាយទេចំណែកពុកនិងម៉ែមិនសូវសុខសប្បាយទេកូនអើយព្រោះខ្វះលុយចាយពុកម៉ែមិនក៏ដូរសម្ដីលឿនម្លេះមុននេះដៀលថាខ្ញុំជាកូនអត់កំណើតអាកូនចង្រៃពេលនេះលោកទាំងពីរដូចជាទុនខ្លួនដល់ហើយកន្លងមកតើខ្ញុំធ្វើខុសអីទៅអូយកូនមានម្ដាយប្រកាន់ពុកម៉ែធ្វើអីពុកម៉ែធ្វើអញ្ចឹងចង់ឲ្យកូនល្អចេះតស៊ូឥឡូវកូនបានជោគជ័យហើយកុំខឹងពុកម៉ែអីបានហើយកូនសំកុំនៅតវ៉ាវែកញែកធ្វើអីជូនមាសប្រាក់គាត់ខ្លះឲ្យគាត់ធ្វើដំណើរទៅវិញទៅដើម្បីកុំឲ្យញាតថាកូនភ្លេចគុណឪពុកម្ដាយនៅពេលដែលមានបាន